Trong video nàyគឺសម្រាប់អ្នកដែលទើបតែចូលវិស័យ crypto ថ្មីចាស់តែម្ដងអ្នកដែលចូលយូរហើយកុំមើលវីដេអូនឹងអីថ្ងៃនេះគឺយើងមកនិយាយពីចំណុច3សំខាន់ពាក់ព័ន្ធជាមួយនឹងការ trade ការ buy ឬក៏ការ sell អីជាដើមនៅពេលដែលមានការ set up នៃការ trade ម្ដងគឺយើងតែងតែលើពាក្យ3ហ្នឹង entry stop loss ជាមួយនឹង TP តើពាក្យទាំង3ហ្នឹងគឺវាមានអត្ថន័យរបៀបម៉េចចំណុចទាំង3ហ្នឹងគឺសំខាន់មែនតើនៅពេលដែលយើងចូល trade ទី1ពាក្យថា entry ហ្នឹងគឺចង់សំដៅនៅពេលដែលយើងចូលទិញកាក់នៅក្នុងតម្លៃណាមួយឧទាហរណ៍ថាយើងចូលទិញ crypto យើងចូល trade crypto អញ្ចឹងនៅពេលដែលយើងចូលទិញហ្នឹងគឺបានន័យថាយើង long position អីចឹងទៅអញ្ចឹងនៅពេលដែលយើងចូលទិញឧទាហរណ៍ថា crypto ឡើយហ្នឹងគឺវានៅតម្លៃ 68k ជាងគឺបានន័យថា 68000 ជាងអញ្ចឹងនៅពេលដែលយើងចូលទិញតម្លៃមួយណានៃ position របស់យើងអាហ្នឹងគេហៅថា entry និយាយទៅ entry គឺគេរាប់ចាប់តាំងពីតម្លៃដែលយើងចូលផ្សារនៅពេលដែល position យើងចាប់ផ្ដើមដំណើរការហើយការចូល entry គឺវាមានពីររបៀបទី1គេហៅថា market order ទី2គេហៅថា limit order បើមិនតែយើងបើក exchange មកដូចជាក្នុង OKX អញ្ចឹងទៅពេលដែលយើង select លើ market price យើង click ប៊ូតុង sell ឬក៏ buy position របស់យើងគឺបើកដោយស្វ័យប្រវត្តិតែម្ដងដោយយើងមិនចាំបាច់កំណត់តម្លៃទេគឺបានន័យថាតម្លៃគឺត្រូវបានកំណត់ហើយស្រាប់នៅពេលដែលយើងជ្រើសយក market order ប៉ុន្តែបើសិនជាយើង select យក limit order គឺបានន័យថាយើងអាចកំណត់តម្លៃទុកជាមុនបានឧទាហរណ៍ថាយើងចង់ទិញ Bitcoin នៅក្នុងតម្លៃ 68k 700ដុល្លារអីចឹងទៅ 68700 អីចឹងទៅប៉ុន្តែបច្ចុប្បន្ន Bitcoin គឺវានៅតម្លៃ 68600ដុល្លារអីចឹងទៅគឺបានន័យថាវានៅក្រោមតម្លៃដែលយើងចង់ទិញហ្នឹង100ដុល្លារអញ្ចឹងបើសិនជាយើង select យក function limit order គឺបានន័យថាយើងអាចកំណត់តម្លៃទុកជាមុនបានអញ្ចឹងនៅពេលដែលតម្លៃហ្នឹងគឺវាឡើងទៅដល់តម្លៃដែលយើងបាន limit ហួសជាស្រេចហ្នឹង position យើងគឺវានឹងដំណើរការហើយអាតម្លៃដែលយើង set ចោលហ្នឹងវាគឺជា entry របស់យើងអូខេសង្ឃឹមថាគ្នានឹងយល់ចំណុចហ្នឹងហើយនឹងទី2គឺជា stop loss មានពាក្យកាត់ថា GSL ដែលវាគឺជាការកាត់ខាតនៅត្រង់ចំណុចណាមួយនៃ position របស់យើងធម្មតានៅពេលដែលយើងចូល trade ម្ដងទោះបីជា position ហ្នឹងយើងដឹងថាវាឡើងឬក៏ signal ហ្នឹងដាក់ថាវាឡើងក៏ដោយប៉ុន្តែគឺវាមិនប្រកាសថាវាឡើងទៅភ្លាមទេវាអាចនឹងចុះក្រោមបន្តិចហើយបានវាឡើងទៅលើវិញអញ្ចឹងណា SL ហ្នឹងក៏វាសំខាន់ដែរនៅពេលដែលយើង set វាហើយគឺវាជួយការពារ position របស់យើងកុំឲ្យវាដាច់លឿនពេកក៏បានន័យថាបើសិនជាយើងដាក់ SL រៀងឆ្ងាយអញ្ចឹងទៅឬក៏ចំណុចណាមួយនៃ signal ដែលយើងមានឬក៏នៅ set up ដែលយើងរៀបចំទុកហ្នឹង SL ហ្នឹងគឺវាជួយការពារ position របស់យើងកុំឲ្យវាដាច់លឿនពេកព្រោះថាបើសិនជាវាដាច់លឿនពេកអញ្ចឹងទៅវាអាចនឹងអត់ទាន់ដល់ពេលដែលត្រូវឡើងប៉ុន្តែ position របស់យើងគឺត្រូវដាច់មុនបាត់ទៅហើយហើយនឹងមួយទៀតគឺវាជួយគ្រប់គ្រងការខាតរបស់យើងក៏បានន័យថាយើងអាចកំណត់តម្លៃដែលយើងចង់ខាតបានធម្មតានៅពេលដែលយើង trade ទៅបីជា signal របស់យើងឬក៏ set up របស់យើងគឺច្បាស់កម្រិតណាក៏ដោយក៏វាអត់ 100% ដែរអញ្ចឹងហើយអាករណីដែលយូរម្ដងហ្នឹងគឺវាត្រូវតែមានអាការខាត់នឹងការឡើងហើយជាទូទៅនៅពេលដែលយើងចូល position ហើយយើងបើក trade ហើយគ្មានពីណាគេទៅអង្គុយមើលផ្សារចប់រហូតទេតែយើង level ធ្វើនេះធ្វើនោះអីផ្សេងអីចឹងទៅអញ្ចឹងហើយគឺយើងទុកចោលក្នុងករណីថាបើសិនជាយើងអត់ដាក់ stop loss ទេហើយផ្សារហ្នឹងវាដើរផ្ទុយពី position របស់យើងគឺបានន័យថាវាដើរខុសពី set up របស់យើងគឺប្រកាសជាធ្វើឲ្យយើងខាតបង់ច្រើនហើយប៉ុន្តែបើសិនជាយើង set up SR នៅត្រង់ចំណុចណាមួយដែលយើងអាចខាតបានដែលវាមិនច្រើនពេកមិនឲ្យ position ហ្នឹងគឺវាធ្លាយឬក៏មិនឲ្យយើងខាតច្រើនពេកអាហ្នឹងហើយគឺជា SL អញ្ចឹងនៅពេលដែលតម្លៃហ្នឹងបើសិនជាករណីថាវាដើរខុសជាមួយនឹង set up របស់យើងដែលបានរៀបចំទុកហ្នឹងវាមកប៉ះជាមួយ SL ហ្នឹងគឺបានន័យថាយើងខាតត្រង់តែចំណុចណាមួយឬក៏ចំនួនលុយណាមួយដែលយើងហ៊ានខាតតែប៉ុណ្ណោះគឺវាអត់ខាតទៅទាំងអស់ឬក៏វាអត់ដាច់ account ទេហ្នឹងហើយនិយាយទៅវាជួយយើងកុំឲ្យមានការដាច់ account កើតឡើងអីចឹងទៅហើយនឹងមួយទៀតគឺជា TP ក៏វាអត់ខុសគ្នាមួយ SL ដែរគ្រាន់តែវាផ្ទុយគ្នាដោយ TP គឺយើងកំណត់ទៅលើតម្លៃដែលយើងចង់ចំណេញនិយាយទៅគឺងាយស្រួលទេបើសិនជាយើង set up ហើយយើងគិតថាតម្លៃដែលយើងត្រូវចំណេញនៅត្រង់តម្លៃមួយណាយើងដាក់តម្លៃមួយនឹងទៅនៅពេលដែល position យើងតម្លៃទៅដល់កន្លែងចំណុច TP ហ្នឹងគឺវានឹងបិទដោយស្វ័យប្រវត្តិតែម្ដងអញ្ចឹងគឺយើងចំណេញអូខេអញ្ចឹងនេះវាគឺជាចំណុច basic មួយចំនួនពាក់ព័ន្ធជាមួយនឹងអ្នកដែលគាត់ទៅតែចូលវិស័យ crypto ដំបូងឬក៏ចូល trade ដំបូងអីហ្នឹងសង្ឃឹមថាគ្នានឹងយល់ជាមួយនឹងអ្វីដែលខ្ញុំបាននិយាយហើយបើសិនជាមានចម្ងល់អីអ្នកគ្នាអាច comment សួរខាងក្រោមបានខ្ញុំជាមួយនឹងក្រុមកែណាចក្រនឹងព្យាយាមជួយបកស្រាយតទៅជាមួយនឹងចម្ងល់របស់អ្នកគ្នាអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេបើសិនជាមានអ្វីថ្មីខ្ញុំចែកម្លែកទៀតខាងក្រុមកែណាចក្រនឹងយកមកធ្វើការចែកម្លែកជូនទៅកាន់អ្នកគ្នាបន្តទៀតអ្នកដែលតើមានកណនី OKX ក៏អាចធ្វើការចុះឈ្មោះតាម link ដែលខ្ញុំដាក់នៅខាងក្រោមបានដើម្បីទទួលបានជាមួយនឹង benefit ផ្សេងចូលទៅកាន់ក្រុម signal free ក៏ដូចជាបើសិនជាមាន campaign រវាង OKX ជាមួយនឹងកណាចក្រអ្នកគ្នាក៏អាចចូលទៅលេងដោយ free ហើយទទួលបាន reward ផងដែរហើយបើសិនជាចង់ស្វែងយល់ពីចំណេះដឹង crypto ផ្សេងៗបន្ថែមអ្នកគ្នាអាចចូលទៅ subscribe channel Telegram អាណាចក្រ .org channel YouTube អាណាចក្របើសិនជាអាចកុំភ្លេចចូលទៅចុច follow TikTok អាណាចក្រម្នាក់មួយផង